ម្នាក់បានច្រើនស្ត្រីម្នាក់ទម្លាក់ចូលទៅក្នុងអណ្ដូងរីករងចម្រៅរាប់រយម៉ែត្រមិននឹកស្មានថានៅពេលធ្លាក់ចុះទៅវ៉ាន់អ៊ឺបែរជាតោងជាប់នៅចំហៀងជាយ៉ាងដូច្នេះក៏លើកថ្មធំមួយរំលែកទម្លាក់ចុះទៅប៉ុន្តែថ្មនោះធ្លាក់ខុសវ៉ាន់អ៊ឺប្រមូលកម្លាំងក្តោបខ្លួនផ្អែកខ្លួនយ៉ាងណែនទៅនឹងរន្ធប្រហោងជញ្ជាំងអណ្ដូងនោះជាប្រហោងដែលនាងបានលួចជីកកាលពីខែមុនថ្មបានប៉ះរលត់ប្រដេញត្រចៀកនាងធ្លាក់ចុះទៅក្រោមទើបពេលសម្លេងទង្គិចភងយ៉ាងយូរទើបបាត់ទៅខាងលើមាននាងសម្លេងជាប្រតិចរបស់បុរសនោះហើយក៏មានថ្មមួយដុំទៀតត្រូវគេក្រវាត់ទម្លាក់មកវ៉ាន់អ៊ឺបិទភ្នែកភ័យញ័ររន្ធត់បេះដូងលោតដុកដុកដូចគេវីស្គរនាងសំងំនៅក្នុងរន្ធប្រហោងនោះមិនហ៊ានកម្រើកឡើយបុរសនោះត្រកូលចៅឈ្មោះចៅដាខួនត្រូវជាប្តីរបស់នាងកាលពី3ថ្ងៃមុនទើបតែយក47ឯកចុងក្រោយរបស់ផ្ទះទើបបញ្ចាំសុំបំណុលលបែងនាងគ្រាន់តែស្ដីបន្ទោសពីម៉ាត់ក៏ត្រូវគេវីដំយ៉ាងដំណំយកមិញគេថែមទាំងនិយាយថានឹងយកកម្រៃប្រាក់ចំនួនអាពាហ៍ពិពាហ៍របស់យកទៅបញ្ចាំទៀតផងនាងមិនព្រមព្រឹកឡើងនាងក៏ត្រូវគេអូសក្បាលមកដល់មាត់អណ្ដូងចាស់នៅលើភ្នំខាងក្រោយអណ្ដូងនេះជ្រៅណាស់ជញ្ជាំងអណ្ដូងសុទ្ធតែស្លែអើយករោគដៃទៅតោងប៉ះសុទ្ធតែត្រជាក់និងស្អិតវ៉ាន់អ៊ឺសំងំនៅក្នុងរន្ធប្រហោងលុះឮថាសភាពខាងលើស្ងប់ស្ងាត់ទើបសន្សឹមលេចក្បាលចេញមកនៅមាត់អណ្ដូងស្រាប់តែលេចមុខម្នាក់មកមិនមែនជាចៅដាខួយទេគឺជានិយាយសក់ស្កុសម្នាក់ដៃកាន់ខ្សែពូកន្លះកង់កំពុងអើតមើលមកក្នុងអណ្ដូងវ៉ាន់អ៊ឺចំណាំគាត់បានគឺជាយាយឈិនដែលរស់នៅតែម្នាក់ឯងនៅភ្នំខាងក្រោយកាលពីសេរដូវឆ្នាំមុនយាយឈិនបានដួលនៅលើវាលព្រើគឺវ៉ាន់អ៊ឺជាអ្នកពោគាត់ត្រឡប់ទៅវិញថែមទាំងបានយកបាយសម្បត្តិទៅជូនគាត់10ថ្ងៃជាប់គ្នាទៀតផងយាយឈិនបានទម្លាក់ខ្សែពូចុះមកវ៉ាន់អ៊ឺចាប់ខ្សែពូហើយតោងឡើងលើបន្តិចម្ដងឡើងបានពាក់កណ្ដាលផ្លូវខ្សែពូស្រាប់តែធូរស្បើយខ្លួនប្រាណទាំងមូលក៏អើធ្លាក់ចុះទៅក្រោមមួយកំណាត់នាងងើបមុខឡើងមើលឃើញយាយឈិនកំពុងប្រទីនប្រទង់ខ្សែពូជាមួយមនុស្សម្នាក់ទៀតអ្នកដែលដណ្ដើមខ្សែពូនោះមិនមែននរណាផ្សេងឡើយគឺលោកថៅកែស៊ុនដែលបើកហាងស្រូវអង្គរនៅក្នុងទីប្រជុំជនថៅកែស៊ុនមានឌីសនិងមុខកាច់សាហាវមាត់ជិរប្រតិចអាហាភាយាយចាស់អ្នកស្រីម្នាក់លេងវាបានយកវាមកដាក់បញ្ចាំសងបំណុលឯងកុំចេះដឹងរឿងគេឲ្យសោះយាយឈិនខ្លួនតូចស្ដាងប្រជែងដណ្ដើមខ្សែពូមិនឈ្នះឡើយរហូតរបូតដៃវ៉ាន់អ៊ឺក៏អើធ្លាក់ចូលទៅក្នុងរលកជាស្បែកអស់មួយដុំផ្សារនឹងឈឺចាប់យ៉ាងខ្លាំងថៅកែស៊ុនប្រពឹកតម្រេកខ្លួននៅមាត់អណ្ដូងរួចស្រែកចុះមកនាងឯងនៅឲ្យស្ងៀមនៅទីនោះហើយថ្ងៃស្អែកឯងនឹងមកស្រង់នាងឯងយកទៅលក់នៅផ្ទះបនប្រហែលជាបានប្រាក់ខ្លះដែរនិយាយរួចគេក៏អូសដើរនាំយាយឈិនចេញទៅបាត់ក្នុងអណ្ដូងក៏ប្រែជាងងឹតស្លុបម្ដងទៀតសល់តែវ៉ាន់អ៊ឺម្នាក់ឯងប៉ុណ្ណោះនាងកញ្ចោខ្លួនរមូលនៅក្នុងរន្ធប្រហោងនោះមិនជ្រៅប៉ុន្មានទេល្មមតែអាចឲ្យមនុស្សម្នាក់កង់ក្នុងសំងំបាននាងលូកដៃចូលទៅខាងក្នុងដើម្បីស្ទាបស្ទង់មើលក៏ប៉ះត្រូវរបស់រឹងមួយគឺជាកាំបិតកាប់អស់ដែលច្រេះស៊ីមួយព្រមទាំងមានទៀនកន្លះដើមនិងថ្មអុចភ្លើងនេះជាអ្វីដែលនាងបានដាក់ទុកនៅទីនេះកាលពីខែមុនពេលជីក្រុមប្រហោងដើមឡើយនាងគិតថាក្រែងលោត្រូវគេវីដំទៀតនិងបានមានកន្លែងពួនប្រកែកមិននឹកស្មានថាបានយកមកប្រើយ៉ាងពិតប្រាកដមែននាងអុចទៀនអាស្រ័យដោយពន្លឺទៀននាងមើលឃើញថានៅផ្នែកខាងក្នុងបំផុតនៃរន្ធប្រហោងមានញាត់កញ្ចក់ក្រដាសព្រៃមួយលុះពេលបកមើលឃើញថាជីក្រដាសឡើងពណ៌លឿងមួយសន្លឹកនៅលើនោះមានគូផែនទី1បានកំណត់ចំណាំអំពីផ្លូវសម្ងាត់មួយនៅភ្នំខាងក្រោយច្រកចេញគឺនៅឯផ្ទះបាយខាងក្រោយហាងស្រូវអង្គរខាងក្នុងក្រដាសមានសរសេរអក្សរតូចមួយជួរគឺជាស្នាមអក្សររបស់យាយឈិនជំរុកក្រោមដីនៃហាងស្រូវអង្គរត្រកូលស៊ុនមានលាក់ទុកប្រកាសយកពីប្រជារាស្ត្រត្រូវសងត្រឡប់ទៅប្រជារាស្ត្រវិញក្តោបក្រដាសនោះយ៉ាងណែនបេះដូងលោតញាប់សាជាថ្មីនាងនឹកឃើញថាយាយឈិនធ្លាប់ប្រាប់ថាប្តីរបស់គាត់កាលពីមុនគឺជាអ្នកបរទេសឲ្យត្រកូលស៊ុនដើមទុនមានបានរបស់ត្រកូលស៊ុនគឺបានមកពីការកាត់កងកម្រៃជួលកម្មករឡើយភ្លាមនោះនៅមាត់អណ្ដូងស្រាប់តែមានចលនាសម្លេងម្ដងទៀតវ៉ាន់អ៊ឺប្រញាប់ផ្លុំពន្លត់ទៀនរួចកាន់កាំបិតយ៉ាងណែនខ្សែពូមួយខ្សែត្រូវបានទម្លាក់ចុះមកមានម្នាក់ស្រែកក្នុងបំពង់កតិចវ៉ាន់អ៊ឺគឺបងទេគឺលីវសានអ្នកលក់ដូរនៅជិតខាងលីវសាននិងចៅតាគួយធ្លាប់ភ្នាល់លុយជាមួយគ្នាវ៉ាន់អ៊ឺមិនទុកចិត្តគេទេនាងមិនកម្រើកឡើយលីវសានស្រែកទៀតថាប្តីរបស់នាងបានលក់នាងហើយ30ដំឡឹងប្រាក់ចាញ់អស់រលីងហើយថៅកែស៊ុនស្អែកនឹងមកយកមនុស្សហើយនាងប្រញាប់ឡើងមកបងនឹងនាំនាងរត់វ៉ាន់អ៊ឺស្ទាក់ស្ទើរមួយផ្លែតប៉ុន្តែនៅតែចាប់ខ្សែពូជាប់ពេលតង់ឡើងទៅមើលមុខរបស់លីវសានពោពេញដោយញើសនៅលើដៃមានស្នាមឈាមដូចជាទើបតែវីតបជាមួយនរណាម្នាក់គេនិយាយថាយាយឈៀនត្រូវថៅកែស៊ុនរុញផ្ដួលក្បាលមានបែកធ្លីខ្ញុំបានរុំរបួសឲ្យគាត់ហើយគាត់ឲ្យខ្ញុំមកជួយនាងវ៉ាន់អ៊ឺរំភើបក្នុងចិត្តក៏រត់តាមលីវសានទៅភ្នំខាងក្រោយរត់មិនទាន់បានឆ្ងាយផងលីវសានស្រាប់តែឈប់គេញាក់ក្រោយមកទឹកមុខប្រែប្រួលសាច់ញញឹមកំហូចសាច់បែបល្បិចហេហេញឹមព្រាកងដៃរៀបការមួយគូនោះនាងលាក់ណេណាចៅតាគួយនិយាយថានាងមិនបានពាក់នៅលើខ្លួនទេវ៉ាន់អ៊ឺថយក្រោយមួយជំហានលីវសានដើរចូលទៅគំរាមប្រាប់មកខ្ញុំនឹងលេងនាងទៅបើមិនប្រាប់ទេខ្ញុំនឹងបញ្ជូននាងទៅឲ្យថៅកែស៊ុនវិញហាហាដើម្បីបើកប្រាក់រង្វាន់មួយចំណែកទៀតវ៉ាន់អ៊ឺក្តាប់កាំបិតកាប់អ៊ូជាប់មិនលែងដៃសម្លឹងមើលភ្នែករបស់លីវសានហើយនិយាយថាកងដៃនៅជាប់នឹងខ្លួនខ្ញុំឯងចូលមកយកទៅលីវសានដើរទៅមុខពីជំហានមែនវ៉ាន់អ៊ឺកាប់មួយកាំបិតទៅចំដៃរបស់គេលីវសានស្រែកធ្ងោមួយទំហឹងស្រែកអុយអះក្តោបដៃអង្គុយចុះវ៉ាន់អ៊ឺងាកក្រោយរត់ភ្លាមរត់ចូលទៅក្នុងព្រៃនាងដើរវង្វេងក្នុងព្រៃអស់ពាក់កណ្ដាលយប់លុះភ្លឺឡើងនាងក៏លូនទៅដល់ផ្ទះរបស់យាយឈៀនមានរំក្រណាត់នៅលើក្បាលអង្គុយនៅមាត់ទ្វារឃើញនាងចូលមកក៏ចាប់កដៃនាងជាប់ភ្លាមផែនទីនោះនាងបានមើលហើយឬនៅវ៉ាន់អ៊ឺងក់ក្បាលយាយឈៀនទាញនាងចូលក្នុងផ្ទះទាញយកស្បោងក្រណាត់មួយចេញពីប្រហោងក្រែដីខាងក្នុងមានប្រាក់កាក់មួយថងនិងសម្បត្តិមួយច្បាប់សម្បត្តិនោះសរសេរផ្ញើជូនលោកចៅហ្វាយស្រុករៀបរាប់ពីទង្វើរបស់គ្រួសារស៊ុនប៉ុន្មានឆ្នាំនេះដូចជាការជិះជាន់អ្នកជិតខាងការបង្ខំទិញដីធ្លីការលួចស្តុកស្បៀងនិងការដំឡើងថ្លៃស្រូវប្តីរបស់ខ្ញុំកាលនោះគឺជាអ្នកកត់បញ្ជីឲ្យគ្រួសារស៊ុនគាត់បានចម្លងទុកមួយច្បាប់យាយឈៀននិយាយថានៅក្នុងចម្រោកក្រោមដីមិនមែនមានតែប្រាក់ទេគឺមានទាំងសៀវភៅបញ្ជីទៀតវ៉ាន់អ៊ឺច្រកសម្បត្តិនិងប្រាក់ទុកបានយ៉ាងល្អ
យាយឈាននិយាយបន្ថែមថានាងដើរទៅទីខាងត្បូងឆ្លងកាត់ភ្នំពីរមានកំពុងតែមួយជិះទូកទៅទីប្រជុំជនយកសម្បត្តិនេះទៅប្រគល់ឲ្យតុលាការស្រុកថៅកែស៊ុនមានអំណាចធំនៅក្នុងភូមិមានតែថ្នាក់ស្រុកទេទើបអាចប៉ះពាល់គេបានវ៉ាន់អរគុណស្ពីអេវ៉ាន់ដើរទៅទីខាងត្បូងដើរអស់ជិតកន្លះថ្ងៃឆ្លងកាត់ចំការពោតមួយកន្លែងស្រាប់តែសំឡេងមនុស្សហើយនាងងាកក្បាលទៅមើលចៅតាគួយអង្គុយច្រហោងនៅក្នុងចំការពោតមុខមាត់មានស្នាមជុំខៀវស្វាយដូចជាទើបតែត្រូវគេវីដំគេឃើញវ៉ាន់ក៏យំបងខុសហើយបងមិនគួរលេងល្បែងមិនគួរលួចអូនទេមនុស្សរបស់ថៅកែស៊ុនក៏កំពុងដេញតាមបងដែរពួកគេឲ្យបងសង្លុយបើមិនដូច្នេះទេនឹងកាត់ដៃបងចោលវ៉ាន់អូនជួយបងផងវ៉ាន់សម្លឹងមើលគេក្នុងចិត្តរៀបរាប់មិនត្រូវបុរសម្នាក់នេះធ្លាប់វីតបជេរប្រមាថនឹងលក់នាងប៉ុន្តែការដែលនាងរៀបការមក3ឆ្នាំដំបូងនៅពេលដែលគេមិនទាន់ញៀនល្បែងពួកគេក៏ធ្លាប់រស់នៅយ៉ាងមានក្តីសុខខ្លះដែរនាងក្តាប់សម្បត្តិក្នុងទ្រូងយ៉ាងណែនហើយនិយាយថាបងទៅជាមួយខ្ញុំទៅសារភាពនៅតុលាការស្រុកនិយាយរឿងដែលបងយកដីទៅបញ្ចាំឲ្យថៅកែស៊ុនឲ្យបានច្បាស់លាស់ប្រហែលជាអាចទាមទារដីស្រែមកវិញបានចៅតាគួយភាំងស្មារតីមួយផ្លែតក៏ជូតទឹកភ្នែកលើមុខក្បាលដើរតាមអ្នកទាំងពីរដើរទៅដល់កំពង់ទូកមិនទាន់មកដល់ឡើយចៅតាគួយស្រាប់តែស្ទាបពោះចូលទៅក្នុងព្រៃត្រកៀកក្បែរនោះវ៉ាន់រងចាំអស់ពាក់កណ្ដាលថ្ងៃមិនឃើញមានមនុស្សចេញមកសោះរៀបនឹងដើរទៅរកក៏ស្រាប់តែសំឡេងមនុស្សនិយាយនៅក្នុងព្រៃត្រកៀកគឺជាសំឡេងរបស់ចៅតាគួយឆៅដេហ្គៃថៅកែស៊ុនខ្ញុំបាននាំនាងមកហើយមនុស្សកំពុងអង្គុយច្រហោងនៅក្បែរកំពង់ទឹកប្រាក់30ដំឡឹងដែលលោកបានសន្យាលើកនេះមិនអាចក្រឡាស់បានទេណាសាច់ហាហាវ៉ាន់ត្រជាក់ឆ្អឹងខ្នងភ័យព្រើនាងសឹមក្រោកឈរឡើងដកសម្បត្តិពីក្នុងទ្រូងរុកបញ្ចូលទៅក្នុងបាតស្បែកជើងរួចហើយក៏យកប្រាក់នៅក្នុងកញ្ចប់ក្រណាត់ចេញមកបោះប្រវត្តិមួយក្តាប់ចូលទៅក្នុងទន្លេទឹកបាញ់ប្រកាយសក្បោះពួកមនុស្សនៅក្នុងព្រៃត្រកៀកទេចលនាក៏ស្ទុះរត់ចេញមកថៅកែស៊ុននាំអ្នកបម្រើ2នាក់ហើយចៅតាគួយដើរតាមពីក្រោយឃើញប្រាក់កំពុងអណ្ដែតនៅក្នុងទឹកថៅកែស៊ុនខឹងរហូតដល់ជាន់ជើងស្រីបំផ្លាញទ្រព្យវ៉ាន់ងាកក្រោយរត់សម្ដៅទៅភ្នំភ្លាមក្រុមថៅកែស៊ុននាំគ្នារត់ដេញតាមពីក្រោយវ៉ាន់ជ្រែកចូលទៅក្នុងក្រហែងភ្នំចង្កៀតមួយបាត់ច្រឡំសុទ្ធតែជារកថ្មរត់មិនរួចឡើយប្រញាប់ប្រញាប់ចិត្តដេញទាន់ទៅហើយខាងមុខស្រាប់តែស្ទុះចេញមកនៅឆ្កែលឿងធំមួយក្បាលព្រោះយ៉ាងខ្លាំងក្លាសម្ដៅទៅថៅកែស៊ុនវូប្រុសខាងក្រោយឆ្កែមានក្មេងប្រុសអាយុប្រហែល14-15ឆ្នាំម្នាក់ដែលកាន់កាំបិតគៀវវ៉ាន់ចាំក្មេងនេះច្បាស់គឺជាចៅស៊ីវជួនជាវជួនចៅប្រុសរបស់យាយឈៀនថែមតែខ្វៀលគោឲ្យគេនៅក្នុងទីប្រជុំជនស៊ីវជួនក្រវីកាំបិតគៀវយាយខ្ញុំឲ្យខ្ញុំចាំនៅទីនេះដើម្បីជួយបងប្រញាប់ទៅខ្ញុំស្គាល់ផ្លូវកាត់មួយវ៉ាន់ដើរតាមស៊ីវជួនជ្រែកចូលចម្រាក់ភ្នំនិងព្រៃក្បោះវាងចុះវាងឡើងរហូតដល់មាត់ជ្រោះភ្នំមួយតែចុះតាមជ្រោះភ្នំគឺឃើញកំពង់ទឹកធម្មជាតិមួយមែនទូកឈើមួយត្រូវចងជាប់នឹងគល់ឈើស៊ីវជួនរុញនាងឡើងទូកជិះតាមខ្សែទឹកពាក់កណ្ដាលថ្ងៃនឹងទៅដល់ទីរួមស្រុកវ៉ាន់អុំទូកបណ្ដែតតាមខ្សែទឹកចុះទៅល្ងាចបន្តិចក៏ទៅដល់ទីរួមស្រុកនាងទៅរកសាលាស្រុករួចប្រគល់សម្បត្តិនិងសៀវភៅបញ្ជីកត់ត្រាមន្ត្រីស្រុកបានចាត់កម្លាំងនគរបាលភ្លាមនៅយប់នោះជិះសេះយ៉ាងប្រញាប់ត្រឡប់ទៅទីប្រជុំជនវិញព្រឹកព្រលឹមថ្ងៃបន្ទាប់រោងចុងស្រូវរបស់ថៅកែស៊ុនត្រូវគេបិទឃ្លុំបីឆែកឆេររូងក្រោមដីឃើញប្រាក់3ហឹបនិងសៀវភៅបញ្ជី2ហឹបចៅតាគួយនិងថៅកែស៊ុនត្រូវបានចាប់ខ្លួនជាមួយគ្នាម្នាក់ប្រកែកមិនរួចម្នាក់ទៀតសារភាពទោសខ្លាយជាបាក់ពូពេលថ្ងៃក្រោយមកវ៉ាន់ត្រឡប់មកទីប្រជុំជនវិញយាយឈៀនកំពុងអង្គុយហាលថ្ងៃនៅមុខទ្វារស៊ីវជួនអង្គុយបេះសណ្ដែកនៅក្បែរនោះវ៉ាន់អង្គុយចុះយកបានកម្មសិទ្ធិដីស្រែដែលទទួលបានពីសាលាស្រុកហុចឲ្យយាយឈៀនស្រែប្រាំងទន្ទឹងរងចាំបានមកវិញហើយគឺជារបស់លោកយាយកាលនោះថៅកែស៊ុនប្លន់ទិញពីគ្រួសារយាយឈៀនក្រវីដៃដីនេះចៅធ្វើចុះយាយចាស់ម្នាក់នេះយកដីទៅធ្វើអ្វីសាច់ហាហាចិត្តចៅស្មោះត្រង់ឲ្យដីទៅចៅមិនខាត់បងទេវ៉ាន់មិនបានបដិសេធឡើយនាងលាងត្បាល់កិនស្អាតបាតបើករងធ្វើទៅហ៊ូតូចមួយរាល់ថ្ងៃមិនទាន់ភ្លឺច្បាស់ផងនាងក្រោកឡើងកិនសណ្ដែកលក់ទៅហ៊ូជីវភាពក៏កាន់តែប្រសើរឡើងបន្តិចម្ដងស៊ីវជួនមកជួយជារៀងរាល់ថ្ងៃយាយឈៀនក៏កាន់ចានមកផឹកទឹកសណ្ដែកញឹកញាប់មានគេសួរនាងថាតើស្អប់ចៅតាគួយដែរឬទេវ៉ាន់ថែមសណ្ដែកមួយវែកចូលត្បាល់កិនរួចពោលថាធ្លាប់ស្អប់តែមិនអាចបណ្ដោយឲ្យកំហឹងមកបិទបាំងជីវិតបានឡើយមនុស្សយើងត្រូវតែមើលទៅមុខទើបមានផ្លូវដើរនៅក្រោមជើង2ខែក្រោយមកវ៉ាន់រើបានកញ្ចប់ក្រណាត់មួយនៅមុខរោងទៅហ៊ូលៀបមើលទៅគឺជាកងដៃប្រាក់មួយគូនោះដែលត្រូវបានខាត់យ៉ាងរលោងស្អាតខាងក្នុងមានញាត់ក្រដាសមួយសន្លឹកមានអក្សរតែ2ម៉ាត់ប៉ុណ្ណោះសំទោក្បាច់អក្សរវិចវេដូចជាក្មេងសរសេរឬដូចជាអ្នកណាម្នាក់ខំប្រឹងសរសេរដោយដៃឆ្វេងវ៉ាន់ទុកកងដៃចូលទៅក្នុងទូផ្នែកខាងក្នុងបំផុតហើយបើកទ្វារលក់ទៅហ៊ូដូចធម្មតាក្រោយមកអ្នកស្រុកនិយាយគ្នាថាទឹកសណ្ដែកនៅរោងទៅហ៊ូរបស់វ៉ាន់ឈ្ងុយឆ្ងាញ់ណាស់អ្នកខ្លះថាដោយសារសណ្ដែកល្អអ្នកខ្លះថាដោយសារទឹកល្អសាច់ហាហាមានតែយាយឈៀនម្នាក់គត់ដែលដឹងថាវ៉ាន់ក្រោកឡើងនៅពាក់កណ្ដាលអធិរាជរៀងរាល់ថ្ងៃមុនពេលកិនសណ្ដែកនាងតែងតែអង្គុយក្បែរត្បាល់កិនមួយសន្ទុះរៀបចំសម្រួលរឿងរ៉ាវមិនសប្បាយចិត្តកាលពីម្សិលមិញឲ្យស្រឡះសិនលុះចិត្តស្រឡះល្អហើយទើបចាប់ផ្ដើមកិនសណ្ដែកកាលបើចិត្តមនុស្សស្រឡះសប្បាយហើយទៅហ៊ូដែលកិនចេញមកប្រកាសជាផ្អែមឆ្ងាញ់ជាងផ្ទះដទៃជាមិនខាន